ព្រះបន្ទូលលើកទឹកចិត្តភាពងងឹតអត្តបទគម្ពីរម៉ាថាយជំពូក27ខ45ដល់ខ46ផែនដីទាំងមូលងងឹតសោកចាប់ពីពេលថ្ងៃត្រង់រហូតដល់ម៉ោង3រសៀលប្រមាណជាម៉ោង3រសៀលព្រះយេស៊ូវស្រែកអង្វរខ្លាំងៗថាអេលីអេលីឡាម៉ាសាបាតានីដែលមានន័យថាអោព្រះនៃទូព្រះនៃទូបង្គំហើយដើម្បីបានជាព្រះអង្គបោះបង់ទូបង្គំចោលខ្ញុំត្រេកអរណាស់ដែលឮព្រះយេស៊ូវបានស្រែកអង្វរព្រះជាម្ចាស់ខ្លាំងៗថាអោព្រះនៃទូបង្គំហើយដើម្បីបានជាព្រះអង្គបោះបង់ទូបង្គំចោលព្រោះខ្ញុំគិតថាយើងរាល់គ្នាដែលរស់នៅបានយូរអង្វែងនឹងត្រូវឆ្លងកាត់ពេលវេលាដែលរួមចិត្តយើងត្រូវនិយាយផ្នែកនេះដូចនៅពេលដែលយើងបាត់បង់មនុស្សដ៏ជាទីស្រឡាញ់ដោយសារសេចក្តីស្លាប់ឬខាតនៅពេលដែលយើងទទួលបានដំណឹងអាក្រក់ពីរឿងជំងឺឬនៅពេលដែលយើងឆ្លងកាត់ឆ្នាំដែលមានតែរឿងអាក្រក់ត្រួតលើគ្នារហូតដល់យើងមិនអាចទ្រាំទ្របានទៀតឡើយបន្ទាប់មកយើងក៏ស្រែកហៅព្រះជាម្ចាស់នៅក្នុងភាពងងឹតរបស់យើងពីព្រោះយើងគ្មាននរណាម្នាក់ផ្សេងទៀតដែលត្រូវស្រែករកឡើយព្រះយេស៊ូវជ្រាបពីភាពងងឹតរបស់យើងពីព្រោះព្រះអង្គក៏បានរួមចំណែកក្នុងភាពងងឹតនេះដែរទ្រង់ក៏ជ្រាបដែរថាតើវាមានអារម្មណ៍បែបណាដែលអធិដ្ឋានហើយមិនទទួលបានចម្លើយហើយមានអារម្មណ៍ថាមិនឃើញព្រះវត្តមានរបស់ទ្រង់ដោយដែលយើងធ្លាប់មានអារម្មណ៍ថាទ្រង់គង់នៅជាមួយយើងទ្រង់ជ្រាបពីការនេះដោយដែលយើងដឹងថាគឺតាមរយៈការហៅឆ្លងបទពិសោធន៍ផ្ទាល់ហើយទ្រង់ក៏បានប្រទានព្រះបន្ទូលសម្រាប់អារម្មណ៍តាមរយៈទំនុកដំណើរជំពូក22ផងដែរសេចក្តីនេះពិតជាផ្ដល់កម្លាំងចិត្តដល់ខ្ញុំមែនពីព្រោះប្រសិនបើព្រះយេស៊ូវអាចមានព្រះបន្ទូលបែបនោះបានសម្រាប់ខ្ញុំក៏អាចនិយាយបែបនោះបានដែរពិតជាមិនខុសនោះទេប្រសិនបើទ្រង់អាចមានអារម្មណ៍បែបនោះខ្ញុំក៏អាចមានអារម្មណ៍បែបនោះបានដែរហើយសូម្បីតែនៅក្នុងពេលវេលាដ៏ខ្មៅងងឹតបំផុតនៃជីវិតរបស់ខ្ញុំក៏ខ្ញុំដឹងថាព្រះអង្គទ្រង់គឺជាព្រះដែលបានយកកំណើតជាមនុស្សបានជាងមកទីនេះមុនខ្ញុំរួចហើយទ្រង់គង់នៅជាមួយខ្ញុំនៅពេលនេះទោះបីជាខ្ញុំមើលមិនឃើញព្រះអង្គឬមិនមានអារម្មណ៍ថាមានទ្រង់ក៏ដោយហើយទ្រង់នឹងមិនបណ្ដោយឲ្យខ្ញុំដួលសូមចូលរួមអធិដ្ឋានជាមួយនឹងខ្ញុំបបិទ្ធព្រះអង្គម្ចាស់នៅក្នុងភាពងងឹតរបស់ទូលបង្គំសូមព្រះអង្គមេត្តាមានព្រះបន្ទូលនិងគង់នៅជាមួយទូលបង្គំផងអាមែនហេតុអ្វីបានជាលោកអ្នកគិតថាព្រះយេស៊ូវមានព្រះបន្ទូលថាអោព្រះនៃទូលបង្គំអើយនៅត្រង់នេះហើយមិនប្រើពាក្យថាអោព្រះវរបិតាដោយដែលទ្រង់ធ្លាប់ប្រើធម្មតានោះសូមអានទំនុកដំកើងជំពូក22តើមានអ្វីខ្លះដែលរំលឹកលោកអ្នកពីព្រះយេស៊ូវនៅក្នុងគ្រាដ៏ខ្មៅងងឹតរបស់លោកអ្នកតើមាននរណានៅក្បែរលោកអ្នកដែរឬទេសូមអរគុណសូមព្រះប្រទានពរ